ក្នុងការនគរបាលខេត្តមណ្ឌលគិរីបន្តនាំយកគ្រឿងឧបភោគបរិភោគនិងថវិការបស់ឯកឧត្តមអគ្គក្នុងការនគរបាលជាតិចែកជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកកោះញែកនេះព្រឹកថ្ងៃសៅរ៍ទី5 ខែមេសាឆ្នាំ2025លោកឧត្តមសេនីយ៍តូឡៅសុខាក្នុងការនគរបាលខេត្តបានដឹកនាំលោកស្រីក្នុងការរើងចុះជួបសំណេះសំណាលសាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងការពារថែរក្សាសុខសុវត្ថិភាពសម្រាប់ធ្នាប់សាធារណៈជួនប្រជាពលរដ្ឋនៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលចំណោះឲ្យអធិការដ្ឋានស្រុកកោះញែកនាឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍តូស្នងការក៏បាននាំយកអំណោយនិងថវិការបស់ឯកឧត្តមនាយឧត្តមសេនីយ៍សុថេតអគ្គស្នងការនគរបាលជាតិនិងលោកជំទាវចែកជូនដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង6ប៉ុស្តិ៍ដោយមួយប៉ុស្តិ៍ទទួលបានរួមមានថវិកាចំនួន50,000រៀលភេសជ្ជៈ10កេសមីម៉ាម៉ា1កេសធំត្រីខ1កេសធំចំណែកនគរបាលនារី5នាក់ក្នុងម្នាក់ទទួលបានថវិកា10,000រៀលនិងបងប្អូនប្រជាការពារចំនួន67នាក់ដោយក្នុងម្នាក់ទទួលបានថវិកា10,000រៀលលោកឧត្តមសេនីយ៍តូស្នងការក៏បាននាំការតាមផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិនិងលោកជំទាវដល់កងកម្លាំងនគរបាលជាតិដែលកំពុងឈរជើងនៅតាមប៉ុស្តិ៍រដ្ឋបាលរបស់អធិការដ្ឋាននគរបាលស្រុកនិងជំរុញឲ្យកងកម្លាំងនគរបាលបង្កើនការយកចិត្តទុកដាក់អនុវត្តការងារបានល្អប្រសើរក្នុងទូនាទីបំពេញភារកិច្ចការងារជូនជាតិមាតុភូមិនិងសូមឲ្យបន្តសហការល្អជាមួយបងប្អូនប្រជាការពារបង្កើនការយាមល្បាតតាមតំបន់របស់ខ្លួនគ្រប់គ្រងលោកឧត្តមសេនីយ៍តូស្នងការក៏បានថ្លែងអំណរគុណដល់បងប្អូននិងសូមជូនពរឲ្យជួបទាំងពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយ